សួស្តីនេះយើងអញ្ចឹងឥឡូវយើងសរសេរចំនួន complex ទម្រង់បេក្ខនាការក្រោមនេះទៅជាទម្រង់ត្រីកានមានអញ្ចឹងមុននឹងសរសេរទៅជាទម្រង់ត្រីកានមានយើងមើល complex យ៉ាងដែរថាតើទម្រង់របស់វាបែបណាប៉ុន្តែលំហាត់ទី16នេះដូចជាទម្រង់ធម្មតាទាំងអស់ទេឥឡូវគ្រូឧទាហរណ៍លំហាត់អក្សរ F មួយចុះអញ្ចឹងអក្សរ F គឺយើងមាន C ស្មើនឹងដក2បូកឲ្យ 2E ឬ3អញ្ចឹងដើម្បីសរសេរទៅជាទម្រង់ត្រីកានមានពួកយើងត្រូវតែរក A សិនហើយយើងអាចសរសេរចូលក៏បានឬក៏សរសេរក្នុងกระดาษព្រាងក៏បានឯកន្លែងហ្នឹងអញ្ចឹង A ឬក៏យើងហៅថា model វាហ្នឹងអាចសរសេរជាតម្លៃលេខាឬក៏យើងហៅថា norm AC ហ្នឹងទៅស្មើ A ស្មើនឹងឬ A ការ៉េបូក B ការ៉េអញ្ចឹងអ្នកនរគ្នាដឹងថា A គឺជាកន្លែងណាគឺជាផ្នែកប៉ិតអញ្ចឹង A គឺជាកន្លែងដក2នេះគឺជា A ផ្នែកប៉ិតគឺជា A ឬក៏យើងសេថា A ស្មើនឹងដក2ហ្នឹងហើយពេល 3 ស្មើ3គឺជាផ្នែកនិមិត្តផ្នែកនិមិត្តគឺជាផ្នែកដែលជាប់ឯកតានិមិត្តដែលជាប់ A អញ្ចឹង2នេះហើយមានឬ3ចិត្តមើលអស់កន្លែងហ្នឹងអញ្ចឹង B ស្មើនឹង2ឬ3 2ឬ3អញ្ចឹងកាលណាយើងដឹង A ដឹង B យើងគ្រាន់តែចំនួនវាចូលទៅគឺដក2កន្លែងកុំភ្លេចដាក់ដកនៅក្នុងវងកញ្ចក់ផងលើកជាការ៉េបូកឲ្យ2ឬ3លើកជាការ៉េបន្ទាប់ពីយើងសេចឹងហើយយើងអាចកណនាមកឬដក2លើកជាការ៉េគឺបាន4បូកឲ្យ2លើកជាការ៉េ4ឬ3លើកជាការ៉េ3ចឹងបាន10 12ចឹងស្មើនឹងឬ16ស្មើនឹង4កាលណាយើងរក model ឃើញហើយយើងអាចចាប់ model ជាកតាបានហើយតែប៉ុន្តែយើងអាចរកអាកេមកវាឲ្យក៏បានកន្លែងហ្នឹងឬក៏យើងខ្ជិលយូរពេកធ្វើប៉ុណ្ណឹងក៏វាទទួលយកបានអញ្ចឹង norm easy ស្មើនឹងយើងចាប់ model ជាកតាបានន័យថាយើងចាប់4ជាកតាកាលណាចាប់4ជាកតាផ្នែកប៉ិតគឺត្រូវចែក4ដែរហើយផ្នែកនិមិត្តដែលជាប់មួយឯកតានិមិត្តហ្នឹងឬថាតួទី2នេះគឺ 2e ឬ3នេះត្រូវចែកនឹង4ដែរបន្ទាប់ពីអញ្ចឹងហើយយើងមើលទៀតតើដក2លើ4នេះសម្រួលបានបើសម្រួលយើងត្រូវសម្រួលចឹងសម្រួលនឹង2មកបានដក1លើ2បូកឲ្យ e ឬ3នៅលើ2បន្តមកទៀតអ្នកទាំងអស់គ្នាអាចគិតក្នុងការត្រង់ក៏បានដែរឬក៏យើងធ្វើតាមប្រព័ន្ធក៏បានមានពីរបៀបដល់កន្លែងហ្នឹងឥឡូវលោកគ្រូញ៉ៃពីរបៀបហ្មងថាតើយើងធ្វើម៉េចញ៉ៃពីរបៀបទី1នេះលោកគ្រូគាត់ថាធ្វើតាមការត្រង់អូខេអញ្ចឹងយើងមើលតាមការត្រង់ដាក់យកហ្មងដាក់ចម្លើយយកហ្មងហ្នឹងរបៀបទី2នេះយើងគិតតាមធម្មតាគិតតាមការត្រង់ទី1ដែរការត្រង់ដែរតែយើងការត្រង់ទី1ហ្មងនេះការត្រង់តាមជាក់ស្ដែងតោះឥឡូវបើការត្រង់ទី1ធ្វើម៉េចស្មើនឹង4ដកនេះនៅតែដកដែរសេដកបានដែរមកកុសប្រហែល1លើ2អញ្ចឹងយើងដឹងថា1លើ2គឺស្មើនឹងកុស60ឬក៏យើងថាកុសផាយលើ3បូក a ស៊ីនផាយលើ3ណោះបន្តមកទៀតយើងអាចសរសេរទៀតថាដកកុសផាយលើ3បូក e ស៊ីនផាយលើ3បើយើងគិតទៅសញ្ញាយើងគិតលើសញ្ញាណាកុសដកនេះសញ្ញាគឺកុសគឺតជាង0ណាដល់ពេលស៊ីននេះគឺធំជាង0អញ្ចឹងក្នុងរង្វង់របស់យើងគឺបានន័យថាកុសធំជាង0សុំទោសកុសតជាង0នៅណាគឺផ្នែកខាងណាគឺផ្នែកខាងឆ្វេងអញ្ចឹងកុសតជាង0គឺនេះអាកុសណោះនេះអាស៊ីនកុសតជាង0គឺបើនេះកាត់ត្រង់ទី2ឬក៏កាត់ត្រង់ទី3ចំពោះស៊ីនធំជាង0គឺផ្នែកខាងលើ1ហើយនឹង2អញ្ចឹងយើងឃើញកន្លែងដែលប្រសពគ្នាគឺនៅកន្លែងណាគឺកាត់ត្រង់ទី2បើសិនជាកាត់ត្រង់ទី2យើងអាចប្រើរូបមន្ត2គឺទី1គឺយើងប្រើផាយទៅដកអាល់ហ្វាចេញឬក៏ប្រើផាយលើ2បូកអាល់ហ្វាពីនឹងទៀតយើងត្រូវវិភាគថាមិនមែនចេះតែប្រើទេគឺយើងមើលតាមតម្លៃរបស់យើងដែរទីតាំងរបស់យើងដែរស៊ីនត្រូវតែនៅជាប់ជាមួយនឹងឯកតានិមិត្ត e ហើយកុសគឺជាផ្នែកប៉ិតអញ្ចឹងយើងឃើញថាទីតាំងកុសស៊ីនត្រូវហ្នឹងខុសតាសញ្ញាតាបើខុសតាសញ្ញាគេត្រូវប្រើខាងលើគឺប្រើផាយដកអាល់ហ្វាតែបើយើងចង់បដូរ example លំហាត់កន្លែងហ្នឹងស៊ីនវិញស៊ីននេះទៅជាកុសវិញបើ e នៅជាប់កុសទើបយើងប្រើផាយលើ2ដើម្បីបដូរទីតាំងវាចេញតែពេលនេះយើងខុសតាសញ្ញាឯងអញ្ចឹងគឺប្រើផាយដកអាល់ហ្វាអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាអាចនេះបានអាចបដូរយកមកបានស្មើនឹងផាយដកផាយលើ3បូក e ស៊ីនផាយដកផាយលើ3ហ្នឹងក៏เป็นវងកញ្ចក់ដែរហើយបិទធៀបមកអញ្ចឹងយើងកណនាមកចាញ់4កតាឲ្យកុស3ម្ដង3ណោះឬក៏3គុណផាយ3ផាយដកផាយសល់2ផាយលើ3បូក e ស៊ីន2ផាយលើ3នេះជាចម្លើយរបស់យើងតាមរបៀបបានន័យថាលំហាត់យើងឃើញប្រហែលក៏គិតកាត់ត្រង់មួយទាំងអស់មកសញ្ញាចាំគិតតាម coding វិញអញ្ចឹងតែរបៀបនេះគឺរបៀបដែលយើងច្បាស់លើនឹងវងទាំងមូលតែម្ដងឃើញនឹងវងទាំងមូលគឺយើងច្បាស់ហ្មងអញ្ចឹងយើងវិភាគយកតែម្ដងឥឡូវយើងមានអីគេ4កតាដក1លើ2បូកឲ្យ e ឬ3លើ2ហ្នឹងយើងវិភាគយកហ្មងបានន័យថានៅពេលដែលយើងរៀននឹងវងទីកានមានតម្លៃកុសតម្លៃស៊ីនសិតតែមានវិជ្ជមានអវិជ្ជមានរៀងខ្លួនទៅអត់អញ្ចឹងយើងមើលទៀតយើងមើលថាកន្លែងដក1លើ2គឺជាកុសមែនទេអញ្ចឹងបានន័យថាកន្លែងនេះអានេះគឺជាកុសនេះគឺជាស៊ីនដក1លើ2គឺនៅកន្លែងនេះដក1លើ2ដក1លើ2នៅលើអាកុសមែនទេដល់ពេល3លើ2អាស៊ីននេះ1លើ2ឬ2លើ2ឬ3លើ2ឬ3លើ2ចាំនេះអញ្ចឹងទាំងពីរហ្នឹងចំណោកែងមកមិនចំកន្លែងចំណុចមួយដែលក៏មានកម្រិតចេញពីអាស៊ីនណាទៅតែបាន30ដឺក្រេគឺចំណុចទី1អញ្ចឹងកន្លែងហ្នឹងគឺ120ឬក៏យើងហៅថា2ផាយលើ3ដល់ពីស្មើ2ផាយលើ3អញ្ចឹងបានន័យថាបើកាលណាយើងច្បាស់រង្វង់យើងអាចដាក់ចម្លើយយកហ្មងគឺស្មើនឹង4កតាកុស2ផាយនៅលើ3បូក e ស៊ីន2ផាយទៅលើ3កន្លែងត្រង់ចំណុច2ហ្នឹងតើអ្នកត្រូវចេះទាំងពីរដើម្បីផ្ទៀងផ្ទាត់ឬក៏លំហាត់ខ្លះប្រើមួយណាលឿនជាងអញ្ចឹងទៅ